ថ្ងៃនេះយើងមកនិយាយអំពីការបង្កើត folder បាទការបង្កើត folder យើងអាចបង្កើតបានពីររបៀបដោយការចុចបង្កើតដោយដៃនិងប្រើអក្សរខិតការបង្កើតដោយដៃគឺយើងគ្រាន់តែចុច mouse ស្ដាំនៅលើកន្លែងណាដែលទំនេរដល់កន្លែងហ្នឹងយើងចុច mouse ស្ដាំយកពាក្យ new បាទហើយ folder ហើយដាក់ឈ្មោះ folder ទៅហើយការបង្កើតដោយប្រើ shortcut គឺយើងចុចបាទ control shift F បាទនេះក៏អាចបង្កើត folder បានដូចគ្នាចំណុចបន្ទាប់គឺយើងនិយាយអំពីការបង្កើតបាទឬក៏ rename បាទយើងចុចលើវា mouse ស្ដាំ rename ទៅ show more នេះមកយកពាក្យ rename ខ្ញុំដាក់ថា new អញ្ចឹងទៅបាទវា rename បានហើយបាទឬមួយទៀតយើងចុចលើវាយក mouse ស្ដាំ show more អញ្ចឹងមកយកពាក្យ rename កុំព្យូទ័រខ្លះអត់មាន show more ទេដោយសារ Windows ទៀតជាងហ្នឹងបាទនេះគឺ Windows 11ហើយបាទយើងគ្រាន់តែ mouse ស្ដាំលើវាទៅឧទាហរណ៍យើង mouse ស្ដាំវាទៅវាមានពាក្យ rename នៅលើនេះស្រេចតែបើពួក Windows 11អីទៅវាអត់មានយើងអាច mouse ស្ដាំ show កន្លែងហ្នឹងក៏បានឬក៏ចុចកន្លែងនេះរូបសញ្ញាមួយនេះ rename បាទបានដូចគ្នាបាទហើយក្នុងការ delete គឺស្រួលទេយើងគ្រាន់តែ select លើវាទៅ mouse ស្ដាំបាទ delete បាទអរគុណ